បាទជំរាបសួរពុកម៉ែបងប្អូនជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូមនាំយកព័ត៌មានទេសភាពដ៏ស្រស់ត្រកាលមួយស្ថិតនៅក្នុងបរិបទនៃរដូវកាលបៃតងដែលយើងហៅថា Green Season បាទនៅក្នុងរដូវកាលបៃតងនេះដែរគឺកំពុងតែមានការអន្ទើងអារម្មណ៍អ្នកទេសចរជាតិនិងអន្តរជាតិដែលស្រឡាញ់ចូលចិត្តធម្មជាតិហើយក្នុងនោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាននឹងគឺជាពិសេសប្រធានមន្ត្រីទេសចរខេមរៈគិរីត្រូវបង្កើនទំនាក់ទំនងឲ្យបានស្អិតរមួតជាមួយនឹងអ្នកធ្វើការលើវិស័យផ្សព្វផ្សាយបណ្ដាញផ្សព្វផ្សាយឬក៏អ្នកបង្កើតមាតិកានានាដែលផលិតវីដេអូផលិតរូបភាពទាក់ទងទៅនឹងសក្តានុពលវិស័យទេសចរក្នុងខេត្តបើតាមឯកឧត្តមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរបានចាត់ទុកខេត្តបរោគិរីគឺជាអណ្ដូងរ៉ែមាសបៃតងត្បិតខេត្តនេះសម្បូរពោពេញទៅដោយទេសភាពធម្មជាតិយ៉ាងសម្បូរបែបជាពិសេសគឺអាកាសធាតុខុសពីបណ្ដាខេត្តដទៃពលគឺត្រជាក់ស្ទើរពេញមួយឆ្នាំតែម្ដងបើទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏សីតុណ្ហភាពមិនក្តៅខ្លាំងទេហើយលោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថាវិស័យទេសចរគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិហើយក៏ជាសេដ្ឋកិច្ចគ្រួសារដ៏សំខាន់ដោយសារខេត្តមណ្ឌលគិរីមានលក្ខណៈពិសេសខុសពីបណ្ដាខេត្តដទៃពលគឺមានអាកាសធាតុត្រជាក់និងទេសភាពស្រស់ស្អាតស្ទើរគ្រប់រដូវកាលហើយមានរមណីយដ្ឋានធម្មជាតិយ៉ាងច្រើនដែលជាភាពអំណោយផលល្អដល់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងនោះផងដែរឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរថាសម្ដេចធិបតីហ៊ុនម៉ាណែតបានគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការរដូវកាលបៃតងឬ Green Season ដែលក្រសួងទេសចរបានដាក់ចេញសម្រាប់ចលនាទូទាំងប្រទេសក្នុងការជំរុញភាពទាក់ទាញពីទេសចរទូទាំងពិភពលោកក្រៅពីបង្កើនយុទ្ធនាការផ្សព្វផ្សាយទេសចរធម្មជាតិដែលមានស្រាប់ហើយលោករដ្ឋមន្ត្រីក៏បានណែនាំដល់មន្ត្រីជំនាញទេសចរនិងអាជ្ញាធរត្រូវបង្កើតព្រឹត្តិការណ៍កម្សាន្តនានាដូចជាផ្សាររាត្រីឬអាចចងក្រងជាមជ្ឈមណ្ឌលកាហ្វេជាដើមព្រោះមណ្ឌលគិរីមានសក្តានុពលលើដំណាំកាហ្វេស្រាប់ជាមួយគ្នានេះដើម្បីបង្កើនប្រសិទ្ធភាពនិងទទួលបានការគាំទ្រពីមហាជនជាពិសេសអាចតាក់ទាញភ្ញៀវទេសចរបរទេសចូលកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តលោកស៊ីងសឿនប្រធានមន្ត្រីទេសចរខេត្តមណ្ឌលគិរីក៏បានដឹងថាមន្ទីរបានរៀបចំស្លាកសញ្ញាបង្ហាញនៅទីតាំងតំបន់រមណីយដ្ឋាននានាក្នុងខេត្តជើងភ្ញៀវទេសចរឆ្នាំ2024បានចំនួន25ស្លាកនិងបន្តលើកនៅឆ្នាំ2025នេះចំនួន20ស្លាកថែមទៀតដើម្បីមានភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិលោកប្រធានមន្ត្រីបានបន្តថាមន្ទីរមានផែនការលើកស្លាកបង្ហាញតំបន់រមណីយដ្ឋាននានាឲ្យបានគ្រប់តំបន់រមណីយដ្ឋានក្នុងខេត្តហើយក្នុងយុទ្ធនាការបៃតង Green Season នេះមន្ទីរសូមសំណូមពរដល់អាជីវករដែលផ្ដល់សេវាកម្មលើវិស័យទេសចរទាំងអស់ក្នុងខេត្តមេត្តាចុះតម្លៃគ្រប់សេវាដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងខេត្តមណ្ឌលគិរីកាន់តែច្រើនថែមទៀតនារដូវកាលបៃតង Green Season ហើយបើយោងតាមរបាយការណ៍បានបង្ហាញថាគិតត្រឹមត្រីមាសទី1ឆ្នាំ2025ស្ថិតិភ្ញៀវទេសចរដែលបានមកលេងកម្សាន្តខេត្តមណ្ឌលគិរីសរុបមានចំនួន166,173 នាក់ក្នុងនោះទេសចរជាតិមានចំនួន162,689 នាក់ទេសចរបរទេសមានចំនួន3,484 នាក់បើធៀបនឹងត្រីមាសទី1ឆ្នាំ2024សរុបចំនួន94,418 នាក់ក្នុងនោះទេសចរជាតិមានចំនួន92,920 នាក់ទេសចរបរទេសចំនួន1,498 នាក់សរុបជារួមមានការកើនឡើង75ក៏ដាក់សញ្ញា99%ក្នុងនោះទេសចរជាតិឡើងដល់ទៅ75ក៏ដាក់សញ្ញា0.8%ដែលទេសចរបរទេសក៏មានការកើនឡើង132ក៏ដាក់សញ្ញា53%បាទនេះគឺជាដំណឹងល្អមួយសម្រាប់ពុកម៉ែបងប្អូនដែលនិយមចូលចិត្តកម្សាន្តជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលសូមកុំភ្លេចរដូវធ្លាក់ភ្លៀងរដូវវស្សាយើងនេះឆ្នាំ2025នេះសូមកុំភ្លេចឲ្យសោះមកលេងកម្សាន្តនៅខេត្តមណ្ឌលគិរីដើម្បីទទួលបាននូវបទពិសោធន៍ថ្មីជាមួយនឹងអាកាសធាតុដ៏ត្រជាក់ជាមួយនឹងបរិយាកាសដ៏សម្បូរបែបជាមួយព្រៃព្រឹក្សានិងទេសភាពបៃតងខៀវខ្ចីដែលកំពុងតែត្រៀមស្វាគមន៍ពុកម៉ែបងប្អូនរៀងរាល់ថ្ងៃបាទមកចុងសប្តាហ៍ក៏បានមកដើមសប្តាហ៍ក៏បានមណ្ឌលគិរីស្វាគមន៍ភ្ញៀវទេសចរ24ម៉ោងលើ24ម៉ោង7ថ្ងៃក្នុងមួយសប្តាហ៍30ថ្ងៃក្នុងមួយខែ365ថ្ងៃក្នុងមួយឆ្នាំ